ការប្រកួតរបស់វ៉ាន់វឿនជាមួយនឹងបងអូនអូម៉ា5ទឹកពេញបានធ្វើមកស្មើបងប្អូនបាននិយាយទៅគណៈកម្មការគាត់ឲ្យស្មើខ្ញុំឲ្យ100លើ100ហើយពីនេះសមស្មើហ្នឹងឯងបើវ៉ាន់វឿនទាត់ក្រោមបងអូនអូម៉ាទាត់ក្រោមដែរវ៉ាន់វឿនវាយកែងបងអូនអូម៉ាវាយកែងដែរវ៉ាន់វឿនបោះជង្គង់បងអូនអូម៉ាបោះជង្គង់ដែរបើនិយាយទៅខ្ញុំមើលវីដេអូរបស់បូរមីថតច្បាស់ល្អហើយបច្ចេកទេសថតញាក់សាច់អញ្ចឹងស្រួលមើលបងប្អូនហើយពីនេះគឺអត់មានអីត្រូវណាឈ្នះណាទេស្មើត្រូវខ្ញុំឲ្យ100លើ100ព្រោះទាត់ជើងក្រុមសំ80%នៃការប្រកួតហើយ5ទឹកនេះទាត់ជើងក្រុមសុទ្ធស្រួលថ្ងៃនេះដើរតរួចទេតែបើមុខស្អាតឆាញ់បើនិយាយទៅពីនេះ5ទឹកនេះគឺទាត់ជើងក្រុមទាត់ដល់តេះគ្នាតេះសាហាវតែគាត់ថាអត់មានណាខូចជើងក្រុមទេបើនិយាយទៅកន្លះហាត់ដល់អញ្ចឹងបង5ទឹកអត់ឃើញអស់ទេធម្មតាវាយបច្ចេកទេសនិយាយទៅកីឡាឲ្យតែហាត់ដល់ហើយណាមួយរាងកាយរបស់វ៉ាន់វឿនគឺអត់ចាញ់បងអូនអូម៉ាទេរាងកាយវ៉ាន់វឿនគឺដាក់ទៅស្មើនេះចាញ់ល្អបើនិយាយទៅបងអូនអូម៉ាបើសិនជារាងកាយចាញ់គេគីឡូគេសគ្រប់តែឃើញវ៉ាន់វឿនធម្មតាអត់ហ៊ានសគ្រប់ទេមួយបច្ចេកទេសដូចគ្នាអញ្ចឹងហើយពីនេះ5ទឹកឲ្យស្មើខ្ញុំឲ្យ100ឬ100គណៈកម្មការហើយវ៉ាន់វឿនបើនិយាយទៅសមត្ថភាពប៉ុណ្ណេះឲ្យថាត់ពេញចេះប្រហែល2បានហើយហាន2គឺយកបោះវ៉ាន់វឿនឲ្យដល់កងធំ5ទឹកបើនិយាយទៅកូនខ្មែរ5ទឹកគឺល្អមើលបងកងធំហើយវ៉ាន់វឿនគឺសមត្ថភាពប៉ុណ្ណេះគឺវាយជាមួយនឹងហាន2បានហើយពីនេះបើសិនជាអ៊ំទូខហើយអាចលេងទៅបានហើយវ៉ាន់វឿនជាមួយនឹងហាន2នោះបើនិយាយទៅល្អមើលហ្មង